សួស្តីលោកគ្រូសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកធ្វើអឺសរសេរ basic comment លើ Ubuntu server អញ្ចឹងយើងបើកម៉ាស៊ីន server របស់យើងមកអញ្ចឹងយើង log in ជាមួយនឹង user របស់យើងគឺពាក្យត្រា password គឺ123អញ្ចឹងខ្ញុំឆែកទៅលើIP address គឺយើងសរសេរ IPA ដើម្បីយើងធ្វើការ remote តាម switch ASH ជាមួយយើងយកកុំព្យូទ័រក្រៅរបស់យើងហ្នឹង remote ទៅកាន់កុំព្យូទ័រ server របស់យើងអញ្ចឹងខ្ញុំបើក CMD នៅខាងកុំព្យូទ័រខាងក្រៅហើយយើងវាយ ping and IP address មកអញ្ចឹង IP address របស់យើងគឺ172.169.152ហើយយើង enter មកអញ្ចឹងយើងធ្វើការ remote ចោលហើយអញ្ចឹងខ្ញុំវាយ SH ដើម្បី remote SH ឈ្មោះ user យើងភាគត្រាហើយ add ហើយនឹង IP address អញ្ចឹងយើងវាយ yes មកហើយវាយ password 123អញ្ចឹងយើងធ្វើការ remote ចូលហើយខ្ញុំសួរវាថា who am I password ចឹងបន្ទាប់មកយើងធ្វើការវាយ comment ដើម្បី update យើងបន្ទស្សនរបស់យើងគឺ sudo apt update ហើយយើងវាយ password 123យើង update នេះគឺយើង update ទៅលើ update package ចឹងបន្ទាប់ពី update ហើយយើងធ្វើការវាយ comment ដើម្បី upgrade ម្ដងចឹងយើងវាយ sudo apt upgrade ដើម្បី upgrade ទៅលើ package ដូចគ្នាចឹងកន្លែងនេះយើងចុច tab មកអូខេយើងធ្វើការ upgrade ហើយ upgrade package របស់យើងអញ្ចឹង comment ទី1ដែលយើងសរសេរនោះគឺយើងសរសេរ touch ដើម្បី comment នេះយើងវាយដើម្បីយើងបង្កើត file text អញ្ចឹងខ្ញុំបង្កើត file មួយឈ្មោះថា svp.6
ចឹង comment touch នេះគឺជា comment បង្កើតឈ្មោះ file តមកយើងវាយ comment echo ហើយយើងបើក single quote ដើម្បីសរសេរចឹង comment echo នេះគឺជា comment ដែលយើង print string មកដើម្បីមើលចឹងខ្ញុំវាយថា hello world ហើយ svp 6ចឹងទៅចឹងវាធ្វើការ print statement មួយហ្នឹងខ្ញុំប្រើ comment echo តមកទៀតយើងវាយ comment ls .clear -l ដើម្បីឆែកទៅលើ list long text ហើយយើងវាយ comment ls -lx ដើម្បីមើល long list text លក្ខណៈជា human reader ហើយដើម្បីបង្កើត folder យើងប្រើ comment mkdir ហើយយើងវាយឈ្មោះ folder ហ្នឹងមក svp.6 folder យើងដើម្បីបង្កើត folder យើង enter មកតមកយើងដើម្បីឆែកយើងវាយ ls -lx មកដើម្បី check មើលថាយើងបានបង្កើត folder មែនអត់ចឹងយើងឃើញមាន svp.6 folder ដែលយើងបានបង្កើតហ្នឹងចឹង basic comment part1 របស់យើងមានតែប៉ុណ្្នឹងទេចឹងយើងវាយ comment sudo shutdown now ដើម្បីបិទ Sun server របស់យើងចឹងឃើញថា Sun server វាបានបិទហើយនេះ power off ចឹងការងាររបស់យើងមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ